រុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី11ខែកុម្ភៈឆ្នាំ2026បាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជាប្រចាំថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងព្រឹកនេះផងដែរតម្លៃមាសបានធ្វើការនៅតែបន្តផ្លាស់ទីជាលក្ខណៈ sideways ហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺមាសស្ថិតនៅក្នុងតម្លៃ$5025ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$6030ក្នុង1តម្លឹងឬក៏ស្មើនឹង$603ក្នុង1 G បាទចំណែកឯប្រាក់វិញក៏បានធ្វើការផ្លាស់ទីជាលក្ខណៈ sideways ស្រដៀងទៅនឹងមាសផងដែរហើយតម្លៃដែលខ្ញុំបានចូលទៅមើលចុងក្រោយនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$80ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$96ក្នុង1តម្លឹងឬស្មើនឹង$9.6ក្នុង1 G ហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2560ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តផ្លាស់ទីជាលក្ខណៈ sideways ឬក៏មានការជ្រើសរើសយកផ្លូវឡើងឬក៏ចុះហើយបើសិនជាមានការអាប់ដេតក៏ដូចជាការប្រែប្រួលនៅតម្លៃយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអញ្ចឹងទេអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានក៏ដូចជាគាំទ្រវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនផ្សេងទៀតរបស់យើងនឹងគាត់បានឃើញផងហើយបើសិនជាបងប្អូនចង់បញ្ចេញមតិយ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាទ